បានរបៀបហៅលុយ$10ក្នុងថ្ងៃរបស់ខ្ញុំហៅបានដោយការ trade ហើយនេះយើងឃើញថាទីផ្សារហ្នឹងវា trend ឡើងប៉ុន្តែវាចាប់ផ្ដើមចុះមកវិញចឹងខ្ញុំគិតថាវានឹងចុះខ្ញុំក៏ទិញចុះហើយក៏ដៅរបស់យើងក៏$10ក្នុងមួយថ្ងៃខ្ញុំចាប់ផ្ដើម trade ដោយដើមទុន$5ចឹងបើសិនជាវាថោធ្វើ2 trade អីក៏ខ្ញុំឈប់ហើយគ្រប់ការ trade ទាំងអស់គឺយើងអត់អាចបញ្ជា trend បានទេបើសិនជា trend វាឡើងយើងត្រូវបត់តាម trend ឡើងយើងត្រូវទិញបើ trend នឹងវាចុះយើងត្រូវ sell យើងខុសអស់មួយហើយដោយសារតែយើងទិញខុសនីតិរបស់វាយើងដូរទីផ្សារមកនៅកន្លែងនេះខ្ញុំឃើញថាវា trend ចុះចឹងវាប្រកាសជាចុះបន្តទៀតហើយវាចុះដល់ចំណុចមួយដែលវាទៅបត់ឡើងវានឹងបត់ឡើងវិញតែនេះដោយសារតែយើងអត់មានអីចុចបង្ហាញលើអេក្រង់វីដេអូទៅធ្វើលើកដំបូងចឹងវាខ្វះខាតតិចពួកការ trade នោះដែរបើសិនជាយើងមានកុំព្យូទ័រវាក៏ឈ្មោះមួយយ៉ាងដែរតែដោយសារយើងបដោតទៅលើទូរស័ព្ទដៃយើងត្រូវបានមក trade ទី2ដាក់$10ដោយសារតែមិញហ្នឹងយើងខុសមួយហើយយើងគុណនឹង2ស្មើនឹងបាន$10ហើយ trade ទី2នេះដាក់ថា$5បានហើយសិនជាត្រូវក្នុង trade មួយហ្នឹងយើងឈប់ហើយគោលដៅរបស់យើងគឺ$10ក្នុងមួយថ្ងៃដោយសារតែ trend ហ្នឹងវា trend ចុះយើងធ្វើម៉េចជាយាមទិញចុះជាយាមលក់ទៅតាម trend របស់វាយើងអាចបញ្ឆេះ trend ในขณะរបស់យើងបញ្ឆេះគឺអស់ហើយពួកអ្នកដែលអត់ទាន់មានគណនីអាហ្នឹងគឺអាចចុចទៅ link ខាងក្រោមរបស់ខ្ញុំកើតគណនីមួយនឹងខ្ញុំបាន